ឥឡូវយើងពិចារណាទាំងអស់គ្នាបងប្អូនបើសិនជារដ្ឋាភិបាលមានលុយហេតុអីបានជារៃលុយប្រជាជនរដ្ឋាភិបាលគេច្បាស់ជានិយាយថាធ្វើយ៉ាងដូច្នោះដើម្បីមនុស្សធម៌និងការចូលរួមបញ្ជាក់ឲ្យឃើញថាខ្លួនគេស្នេហាជាតិទឹកដីមាតុភូមិណាយកចិត្តទុកដាក់ត្រូវតែកសាងហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍតំបន់ខេត្តទាំង3នេះប៉ុន្តែបើសិនជាអនុវត្តខេត្តទាំង3ហ្នឹងហេតុអីបានជារៃលុយប្រជាជនមកដល់សំណួររបស់សំរងស៊ីនេះណាខ្ញុំសូនរ៉ាសម្ដែងនៅទស្សនៈ2ខ្ញុំចង់និយាយទៅចាខ្ញុំអត់មានប្រឆាំងទេមូលនិធិនេះបញ្ជាក់ណាខ្ញុំអត់ប្រឆាំងទេប៉ុន្តែសម្ដែងនៅទស្សនៈក៏អាចជាល្អដែរក្រៃលោវាបង្កប់ណាដូចជាការព្រួយបារម្ភមួយមូលនិធិនៅលើសកលលោក2យ៉ាងការបង្កើតមូលនិធិទី1តើវាអាចណានៅមូលនិធិខ្លះជាសិល្បៈនៅក្នុងការលាងលុយដែរឬទេក៏នេះថាហាំវាពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងមិនបានល្អិតល្អន់ឬក៏ជាកលល្បិចប្រយ័ត្នមានពេលខ្លះស្រីម៉ៅដើម្បីលាងលុយពួកអុកញ៉ាពួកមហាសទ្ធិឲ្យคล้ายទៅជាលុយស្អាតគឺគេយកលុយនឹងទៅចូលមូលនិធិហើយលុយនឹងបានคล้ายទៅជាស្របច្បាប់ឧទាហរណ៍ថាលុយមិនស្អាតប្រមាណលានទៅលានប្រមាណចឹងទៅគីមួយលាន់ណាវាទៅជាលុយនឹងស្របច្បាប់វិញអាចចំណុចទី1នេះចំណុចទី2តើនាយករដ្ឋមន្ត្រីបង្កើតមូលនិធិខុសឬក៏ត្រូវខុសណាហ្វាវិជាបងប្អូនសូមរាននិយាយច្បាស់ហើយអត់វែងឆ្ងាយទៀតវែងឆ្ងាយហ្នឹងគឺខ្លែមេយើងនិយាយប្រទេសបន្ទប់ដើម្បីទៅជាលខោនទៅជាអក្សរសិល្ប៍ទេប៉ុន្តែបើនិយាយខុសត្រូវបាត់ទេអញ្ចឹងបងប្អូនណាចំណុចទី2ខ្ញុំចង់និយាយហ្នឹងស៊ីមសោមតើនាយករដ្ឋមន្ត្រីរដ្ឋាភិបាលនាយករដ្ឋមន្ត្រីតំណាងរដ្ឋាភិបាលណាបង្កើតមូលនិធិខុសឬត្រូវខុសចឹងបងប្អូនត្រូវឆ្លាតហើយសួរបដិញទៅវិញថាហេលោកគ្រូមិននិយាយថាលោកគ្រូអត់មានប្រឆាំងជាមួយអាមូលនិធិនឹងទេ Lee Casey លោកគ្រូអត់មានប្រឆាំងទេហើយចុះហេតុអីបាននិយាយថាវាខុសខ្ញុំថាខុសប៉ុន្តែខ្ញុំមានប្រឆាំងនៅខុសនឹងណាមែនទេខ្ញុំអត់មានប្រឆាំងខ្ញុំមានចំពោះអីទេប៉ុន្តែវាខុសពួកអាខុសហ្នឹងវាមិនមែនជាខុសច្បាប់ទេប៉ុន្តែនៅប្រទេសខ្លះគេអាចឈានចូលខុសច្បាប់អានេះខ្ញុំមិនបាច់និយាយដល់ស៊ីជម្រៅទេមែនទេខុសតួនាទីខុសភារកិច្ចមានពេលខ្លះខុសតួនាទីខុសភារកិច្ចមិនមែនខុសច្បាប់ទេណាបងប្អូនខុសតួនាទីខុសភារកិច្ចឧទាហរណ៍សូនតារាមិនបលិសទេប៉ុន្តែពេលឃើញស្ទះចរាចរណ៍ពេកណាខ្ញុំដើរតាមផ្លូវនេះខ្ញុំក៏ទៅឈរសម្រួលចរាចរណ៍ខ្ញុំសម្រួលចរាចរណ៍ឆ្វេងស្ដាំទៅលើហើយរំដោះអាកន្លែងកកស្ទះនឹងអស់អាហ្នឹងខ្ញុំធ្វើនឹងត្រូវក្នុងផ្លូវមនុស្សធម៌ទេប៉ុន្តែខុសត្រង់ថាខ្ញុំមិនមែនបលិសខ្ញុំមិនមែនបលិសខ្ញុំអត់ត្រូវទូនីតិភារកិច្ចមិនបានណាអត់បលិសឧទាហរណ៍ឃើញតែនឹងកកស្ទះចរាចរណ៍អត់សម្រួលចរាចរណ៍ទេទៅចាប់មុខដើម្បីយកលុយរតនាស្វាយចាប់មុខហ្នឹងសួរថាតើបលិសនឹងខុសទេខុសមិនបានបំពេញភារកិច្ច
អត់ខុសច្បាប់ទេមែនទេពួកប៉ូលីសអត់ជិលអត់សម្រួលចរាចរណ៍វាទៅតាមដំណើរបានគាត់មិនបំពេញតួនាទីភារកិច្ចបានល្អអានេះខ្ញុំនិយាយរឿងខុសហើយនឹងមិនគ្រប់ត្រូវហើយនឹងមិនបជំទាស់អីទេជំទាស់អីបើធ្វើហេដ្ឋារចនាសម្ព័ន្ធនៃកសាងផ្លូវទីផ្សារនៃអភិវឌ្ឍតំបន់ព្រំដែនអត់មានជំទាស់អីទេអាហ្នឹងប៉ុន្តែឥឡូវខ្ញុំនិយាយថាខុសអីអានេះទើបបងប្អូនត្រូវសួរបងប្អូនមូលនិធិគឺគេធ្វើឡើងសម្រាប់បុគ្គលឯករាជ្យដែលមិនកាន់ថវិការដ្ឋដែលមិនមែនជារដ្ឋាភិបាលណាបុគ្គលឯករាជ្យបុគ្គលដែលអត់មានអំណាចខ្លួនយើងកាន់ប្រទេសជាតិកាន់សេដ្ឋកិច្ចជាតិកាន់ពន្ធប្រជាជនការធ្វើផ្លូវធ្វើស្ពានធ្វើថ្នល់អភិវឌ្ឍប្រទេសជាតិគឺជាគម្រោងថវិការបស់រដ្ឋាភិបាលឧទាហរណ៍ដូចជាការបើកប្រាក់ខែគឹមលីអ៊ីវឲ្យមន្ត្រីរាជការគ្រូបង្រៀនខ្ញុំសួរមើលតើការបើកប្រាក់ខែឲ្យមន្ត្រីរាជការនិងគ្រូបង្រៀននូបូរិនវាគឺជាថវិកាជាកាតព្វកិច្ចរបស់រដ្ឋឬក៏ត្រូវដើរទៅសុំទានតាមផ្សាររមូលនិធិដើម្បីយកទៅបើកប្រាក់ខែឲ្យទាហានឥឡូវខ្ញុំសួរថាតើប្រាក់ខែទាហានបើកពីមូលនិធិឬក៏បើកអំពីប្រាក់ចំណាយរបស់រដ្ឋនេះគម្រោងថវិការបស់រដ្ឋប្រាក់ខែគ្រូបង្រៀនលើចៅតានិងមន្ត្រីរាជការទូទៅតើត្រូវធ្វើពីមូលនិធិឬក៏ធ្វើអំពីនេះគម្រោងថវិការបស់រដ្ឋខ្លួនជានាយករដ្ឋមន្ត្រីកាន់រដ្ឋាភិបាលកាន់ថវិកាជាតិកាន់ពន្ធគឺការអភិវឌ្ឍនានាអភិវឌ្ឍព្រំដែនអភិវឌ្ឍផ្លូវអភិវឌ្ឍស្ពានសាលារៀនគឺជាកម្មវិធីរបស់រដ្ឋាភិបាលមិនមែនជាកម្មវិធីរបស់មូលនិធិទេមូលនិធិដូចที่ខ្ញុំនិយាយបាញ់មិនអញ្ចឹងគឺលើកលែងតែឯកជនឬអ្នកមិនកាន់អំណាចអាចជាអង្គការសង្គមស៊ីវិលអាចសូនតារាធ្វើបានមែនទេអាចឧទាហរណ៍ថាខេមធ្វើបានព្រៀបសម្បត្តិគាត់ធ្វើបានព្រោះគាត់អត់កាន់អំណាចទេនេះក៏អាចព្រួយផ្ដើមបានប៉ុន្តែហ៊ុនម៉ាណែតក្នុងនាមជានាយករដ្ឋមន្ត្រីខ្លួនឯងកាន់រដ្ឋាភិបាលខ្លួនឯងកាន់ថវិកាជាតិការអភិវឌ្ឍប្រទេសជាតិការរក្សាសន្តិសុខប្រទេសជាតិបើនិយាយឲ្យខ្លីការអភិវឌ្ឍប្រទេសជាតិសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធគឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលមិនមែនមូលនិធិទេដូចដែលខ្ញុំធ្លាប់លើកឡើងរឿងគ្រូពេទ្យស្ម័គ្រចិត្តណាវាដូចតែគ្នាសុទ្ធតែរឿងបោកប្រាស់បងប្អូនណាសុទ្ធតែរឿងបោកប្រាស់គ្រូពេទ្យស្ម័គ្រចិត្តនៅស្រុកបារាំងមានគ្រូពេទ្យស្ម័គ្រចិត្តទេហេតុអីពីព្រោះគេមានច្បាប់រដ្ឋគេប្រមូលពន្ធគេមានកញ្ចប់ថវិកាសម្រាប់នៃសុខភាពសម្រាប់អ្នកក្រីក្រសុខភាពអីចឹងពេទ្យគេមានគុណភាពណារដ្ឋាភិបាលគឺគេប្រើអំណាចដែលខ្លួនមានរដ្ឋាភិបាលប្រើអំណាចនិងថវិកាដែលខ្លួនមាននឹងទៅកសាងគុណភាពវិស័យសុខាភិបាលរបស់ជាតិពីព្រោះប្រជាជនបោះឆ្នោតឲ្យអ្នកឯងនឹងឲ្យអំណាចឲ្យទៅអ្នកឯងនឹងដើម្បីឲ្យអ្នកឯងប្រើអំណាចនិងថវិការបស់ជាតិទៅកសាងវិស័យនានាវិស័យអប់រំឬក៏វិស័យសុខាភិបាលរបស់ជាតិអញ្ចឹងបើអ្នកនោះមានសមត្ថភាពមិនមែនទៅបង្កើតគ្រូពេទ្យស្ម័គ្រចិត្តទេអានឹងបោកប្រាស់ទេបើមេដឹកនាំមានសមត្ថភាពគេត្រូវតែទៅពង្រឹងប្រព័ន្ធសុខាភិបាលថ្នាក់ជាតិតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើអានឹងអត់បាញ់ចាប់ថ្នាក់គ្រូពេទ្យស្ម័គ្រចិត្តគ្រូពេទ្យស្ម័គ្រចិត្តតែម៉េចបងប្អូនអាណាដើរទៅគោះទ្វារឈឺម៉េចដើរគ្រូពេទ្យដើរជម្រាបសួរតាមផ្ទះអូម៉ាមានណាឈឺទេវើយអានោះដើរលក់ឈឺម៉េចគោះទ្វារអ៊ំឈឺទេនេះគ្រូពេទ្យស្ម័គ្រចិត្តដាច់ចូលចុះឈឺមានអាណាដើរប្រាប់មនុស្សតែឈឺគេទៅពេទ្យហើយមានពីណាគេចាំឈឺប៉ុន្តែបើសិននេះថាគ្រូពេទ្យស្ម័គ្រចិត្តដាច់ចូលគ្រូពេទ្យស្ម័គ្រចិត្តហ៊ុនម៉ាណែតនឹង
ជាឈ្មោះអញ្ចឹងចុះប៉ុន្តែជាមន្ទីរពេទ្យដូចគុណធបុប្ផាមាន20វាថាមន្ទីរពេទ្យនេះគេដាក់ថាគ្រូពេទ្យស្ម័គ្រចិត្តដល់ជួហើយមាន25ខេត្តក្រុងប្រជាជនឈឺអាចទៅដេកអាចទៅបើកថ្នាំដល់អត់គិតលុយអាហ្នឹងវាបានប៉ុន្តែបើណាគ្រូពេទ្យស្ម័គ្រចិត្តហ្នឹងទៅដឹកគ្រូទៅដកគ្រូពេទ្យហ្នឹងចេញពីពេទ្យកាឡម៉ែតចេញពីពេទ្យគុណធបុប្ផាចេញពីពេទ្យនៅរុស្ស៊ីអានឹងជាបេសកកម្មរបស់គណៈបកអាណាអត់ទៅទេគេចំណត់ចំណាំឈ្មោះទុកគេដកចេញគេមើលមុខគេរើសអើងគ្រូពេទ្យណាមិនពេទ្យគ្រូពេទ្យរុស្ស៊ីណាដែលអត់ទៅគេចោទតែបកប្រឆាំងហែងអត់ព្រមទៅសាពះតាមភូមិហើយដល់ទៅពេលអញ្ចឹងអានឹងគឺវាហៅថាវាអន់ណាបងប្អូនបើយើងជាអ្នកដឹកនាំមានសមត្ថភាពយើងមានអំណាចយើងកាន់ថវិកាជាតិយើងកាន់វិស័យសុខាភិបាលរឿងអីបានជាយើងទៅបង្កើតឲ្យគ្រូពេទ្យស្ម័គ្រចិត្តឯចំណុចវិស័យសុខាភិបាលយើងមានសមត្ថភាពយើងពង្រឹងអានឹងឲ្យទៅល្អទៅក្រែងយើងជាមេដឹកនាំជានាយករដ្ឋមន្ត្រីជាអ្នកគ្រប់គ្រងក្រសួងហ្នឹងដូចគ្នាមូលនិធិព្រំដែននៅស្រុកវៀតណាមឥឡូវយើងបងប្អូនមើលនៅស្រុកវៀតណាមស្រុកថៃនៅលើពិភពលោកខ្ញុំមិនបាច់និយាយខ្ញុំនិយាយណាតែប៊ុនធឿនត្រឹមព្រំដែនវៀតណាមនិងព្រំដែនថៃទៅចុះតើព្រំដែនវៀតណាមនិងព្រំដែនថៃវៀតណាមបើយើងឈរនៅលើដីខ្មែរបុគ្គលិកមើលខាងខ្មែរខ្មៅល្ងិតហុយទលំខែប្រាំងនៅវៀតណាមខៀវខ្ចីបងប្អូនប្រព័ន្ធធារាសាស្ត្រការអភិវឌ្ឍតើវៀតណាមគេទៅប្រមូលមូលនិធិគេទៅប្រមូលលុយប្រជាជនវៀតណាមទូទាំងប្រទេសទេអត់ទេហេតុអីពីព្រោះរដ្ឋជាអ្នកកាន់ថវិការដ្ឋជាអ្នកកាន់អំណាចរដ្ឋាភិបាលរដ្ឋជាអ្នកសម្រេចរដ្ឋជាអ្នកធ្វើផែនការរដ្ឋជាអ្នកអនុវត្តមិនមែនខ្លួនជារដ្ឋាភិបាលទាំងមូលប៉ុន្តែដើរតួជាអង្គការសង្គមស៊ីវិលចុះរដ្ឋាភិបាលនៅឯណាតែបច្ចុប្បន្នហ្នឹងចាំតែខ្ញុំថាសំរងស៊ីក៏សួរត្រូវណាបើសិនជាប្រមូលលុយប្រជាជនចឹងប្រជាជនណាត្រូវធ្វើរឿងពីរយ៉ាងស៊ីសោមរឿងអីរឿងទី1គឺត្រូវបង់ពន្ធឲ្យរដ្ឋដើម្បីយកទៅអភិវឌ្ឍរឿងទី2ត្រូវចូលមូលនិធិដើម្បីអភិវឌ្ឍណាប៉ុន្តែខ្ញុំនៅត្រឡប់វិញហ្នឹងមូលនិធិហ្នឹងអត់អីទេខ្ញុំអត់មានចំទាស់ទេខ្ញុំគ្រប់គ្រងដែរបើខ្ញុំអត់ចូលទេព្រោះដូចខ្ញុំដូចអេងជាយើងដែរមែនទេដកចេញពី VCL អាហ្នឹងខ្ញុំចូលដែរមិនได้បីបានថាលោកគ្រូខ្ញុំថាវាខុសតួនាទីកាតព្វកិច្ចប៉ុន្តែវាត្រូវផ្លូវសិលធម៌មានន័យថារដ្ឋាភិបាលនឹងវាអន់វាខ្សែធនវាអត់លុយនិយាយដដែលទេធម្មតានៅលើពិភពលោកនៅប្រទេសថៃក៏ដោយប្រទេសណាក៏ដោយគេអភិវឌ្ឍប្រទេសជាតិគេបោះឆ្នោតឲ្យអ្នកឯងធ្វើអីអ្នកឯងទៅកាន់អំណាចទៅអីអញ្ចឹងទៅធ្វើប្រធានអង្គការទៅធ្វើប្រធានមូលនិធិទៅមែនទេយើងចាំបាច់ធ្វើនាយករដ្ឋមន្ត្រីទៅអីណាបើសូនតារាធ្វើនាយករដ្ឋមន្ត្រីខ្ញុំប្រើអំណាចរបស់ខ្ញុំគ្រប់គ្រងថវិកាការអភិវឌ្ឍប្រទេសជាតិជាកាតព្វកិច្ចរបស់រដ្ឋាភិបាលរីក្បាលខៀវរដ្ឋាភិបាលមិនអភិវឌ្ឍប្រទេសជាតិទៅខុសពីវត្តទូនទីអានឹងដូចថាមិនអភិវឌ្ឍប្រទេសជាតិគឺទៅជាខុសទូនទីហើយអញ្ចឹងអាកន្លែងនឹងហើយរាជនីសំដែលខ្ញុំចោទជាសំណួរណែខ្ញុំឆ្លើយទៅនឹងសំណួររបស់សំរងស៊ីrồi xong xí có ban đầu trongឆ្លើយទេណាតែខ្ញុំចេះតែឆ្លើយព្រោះឃើញគាត់សួរគាត់ថាឬមួយក៏រដ្ឋាភិបាលអត់លុយហើយខ្ញុំឆៃយ៉ាសច្ឆាក៏លាតត្រដាងអំពីការបោកប្រាស់និងលាតត្រដាងអំពីទួលនីតិភារកិច្ចដ៏ត្រឹមត្រូវដែរនិយាយឲ្យខ្លីទៅរដ្ឋាភិបាលមិនអាចទៅបង្កើតមូលនិធិបានទេវាខុសកាតព្វកិច្ចទួលនីតិពីព្រោះរដ្ឋាភិបាលខ្លួនឯងកាន់សេដ្ឋកិច្ចខ្លួនឯងកាន់ពន្ធខ្លួនឯងកាន់លុយខ្លួនឯងកាន់តួនាទីអភិវឌ្ឍរួចហើយអាចតួនាទីមូលនិធិហ្នឹងគឺជាតួនាទីរបស់មនុស្សក្រៅរដ្ឋាភិបាលតែប៉ុណ្ណោះមនុស្សក្រៅរដ្ឋាភិបាលអុកញ៉ាមហាសទ្ធិណាក៏ដោយឲ្យតែក្រៅរដ្ឋាភិបាលឯចំណែករដ្ឋាភិបាលគេប្រើតួនាទីរបស់គេហ៊ុនម៉ាណែតត្រូវបំពេញតួនាទីរបស់ខ្លួនជានាយករដ្ឋមន្ត្រីមិនមែនបំពេញតួនាទីរបស់ខ្លួនជាអង្គការសង្គមស៊ីវិលឬក៏ប្រធានមូលនិធិទេអានឹងហើយដែលសំរងស៊ីចោទសួរថាវាយ៉ាងម៉េចសែនវាសនាវាយ៉ាងម៉េចឬមួយក៏អស់លុយចម្លើយដ៏ខ្លីរបស់ខ្ញុំតាមការយល់ឃើញរបស់ខ្ញុំប្រហែលជាការសង្ស័យរបស់សំរងស៊ីមិនខុសទេចិត្តអស់លុយហើយ
tam mưa từ mà nè tiết nó mình đang dằn mày bỏ mà nè còn nhom tha rương pre chích nó nuôn sờ vòn bay chích để bay chọp đó nè trời trời vì pro sông bay tay lôi thì vọt from đấy có rain kia pi phải di chuyển từ hải nâng cho tầm rầm lôi chích pre vì từ nào từ cho bữa sân thả miên lôi chích pre cho miên lôi thì vọt mình khoác đi ba mình khoác từ rain kia từ ai hả anhนึง rain kia từ ai rồi rồi cho rain kia bên đây không khi nhom thao với ọt trời tam tu được ti vì anh căn nằm nai tên này anh tục nằm nai anh đâu từ nào tục cái tập tay cái bọn này đâu từ nào nè anh vừa ban ông ca sừng cung gì vơ rứa có ốc nhà nào mà nè bắt cá tới để miền hôn say bắt cá con trốn tới thọ mà nuôi ra hôn say bắt cá con trốn trao vào nó vừa chơi liền là bay nhá liền là bay ơi kịch mình đào tu tới rứa có ơi ốc nhà nó đào tu tới hôn say bắt cá trôn muôn kê rồi còn là tham báo còn trôn niệm ai cái trôn này rồi hôn say bắt cá trôn muôn kê chấm luôn vào đây mà nuôi trôn ta mới hôn say tu sao đẹp từ mà tới đâu tao gì hôn mà nãy bật thiên môn được thích anh ấy khó preachment share về đó này thì can preachment ở tây tiết văn nào sơn hạ tu được tu son đà đà sát thao chân bạch cả plak đồ not cầm nứt miền địa tông ng môn được thị nè là rần thoát rồi miền bong ôn dương screenshot at bọt mùi nhờ một nhóm hơi xua nhóm thà vô chẳng ná nâng sông tập bộ thơm chẳng thàอัตบอดน้องกีสเซทันแจ้มันนึกจะอัตบอดปีนาดิบางคนเนี่ยนะกรอนตะลือดิขยมเดย์ถ้าบางคนปรับชั่วโมงท่าไปจีบางคนหลอกบานอันสเซชั่วโมงปรับชั่วบานมือชั่วโมงกีสกรีนช็อตอัตบอดเหมาcái thànเนี่ยได้เชื่อเจ้าท่ามันบัดบังđầy khai tiền bún ban trôn lôi rây ẩm kia đằng bay thì vọt khai tiền buồn hơi nâu lói tay nét ruồi bà rắm khai bắt băng khai tiền buồn tê đại ọt thứ ấy sao anh ấy được ăn bọt nào nhỏ vào mưa đây nhóm cho lời thả khô khô tí mũi bánh bánh này nếu dựa rốt mình thấy chiên nhạc cắn rốt tha bị bà cắn ẩm nai cắn cảnh chọc thả thì cả chiết cắn lùi bùn trao ẩm nai rồi bọc luôn ấy nâng bùn chiết nâng từ thơ khô tí bì nhóm tha kê tha anh nè đại vô anh nè đại tha mình bắt băng tất đây chẳng buồn khai tế châu lùi khi ở hơi thì bông rùa ai nè ruồi bà răm khai bắt băng nâng ọt miên ai khơi thư ai sọc ọt bán châu lùi sọc ta nè nụ nâu ai nà vừa ai nhóm tha khâu hỏi khâu chè nè đại mình ruồi bà răm riêng bắt băng tất đấy cứ ban rây lùi khi mà nè tao bị vót đâm bắn khai tiền buôn đằng hơi trái qua càng đầu này ai chầm này nè đại pruy bà rầm khai bắt bằng tật đây này khai tiền buôn nút trâu kia chặt đặt cốc nâng cùng riêng mà bật mọt ở hơi để mà đi thao xôn ra vậy khó miền tây khó biết xôn ra như vậy mà mặt tới một con đất sman mặt đỏ thật ơiบางคนยังคลาดจรานปลากระล้นแฉะกระล้นแฉะจังใจท่าขยมนึกท่าอ่านนึกวิออจ้าตามปัดเปียนึงสมังให้ตรึเชียงหลดเปียนึงสมังให้ตรึตามเนี่ยบางคนเนิร์ดเคยเนี่ยนะตัวสนับตัวมันเศร้าจบปูตะมองอุจบุกลอะไรเป็นท่าเนี่ยได้มันปลุยบารมเรื่องบัดบังตึกใดbàn cho lui khi ní bị vót khai tiền buồn đằng hơi nêu loiแต่เนี่ยได้ปลุยบารมคล้ายบัดบังkhai tiền buồnត្រូវបានគេចាប់ដាក់គុកនិងបំបិតមាត់អស់ហើយឥឡូវខ្ញុំសួរនៅស្រុកខ្មែរមានក្បាលណាមួយឥឡូវខ្ញុំសួរតើស្រុកខ្មែរហ្នឹង17លានអ្នកវារមម្នាក់មិនបានទេដែលមិនឯកភាពអារឿង VCL វាមិនដែលបងប្អូនសំបីបកកើតគណៈបកស្រាតមានអ្នកគ្រប់គ្រងចុះទម្រាំរឿងទឹកដីរឿងអីមិនគ្រប់គ្រងនៅស្រុកខ្មែរសូននៅស្រុកខ្មែរអ្នកដែលព្រួយបារម្ភខ្លាចបាត់បង់ខេត្តទាំង4ហ្នឹងនិយាយឲ្យចំណាគឺ
ត្រូវបានគេចាប់ដាក់គុកនិងបំបិតមាត់ឲ្យហើយអានេះដែលងើបមកបន្តិចនិយាយបន្តិចគេចាប់ដាក់គុកខ្លះចេញពីគុកបានមួយថ្ងៃគេចាប់ញាត់ចូលគុកវិញណាឲ្យចំណែកអ្នកដែលអត់បានចូលគុកទេគឺគេបិទមាត់ជាប់គុកឥតជញ្ជាំងនៅក្នុងប្រទេសកម្ពុជាមួយថ្ងៃដេកភ័យនឹងស្រុកខ្មែរមនុស្សរស់អត់មានសុវត្ថិភាពទេរស់ដូចក្នុងរបបប៉ុលពតទេវាអត់មានឃើញគ្រាប់ផ្លោកអីមែនប៉ុន្តែមិនដឹងជារបបវាព្រៃផ្សៃណាវាបន្លាចមនុស្សវាគម្រាមកំហែងធ្វើមនុស្សនឹងវាទៅជាខ្លាចវាអត់មានសន្តិសុខសន្តិភាពទេហើយបងប្អូនណាខ្លាចតែងតែជាប់នៅជាមួយភាពណែសេចក្តីស្អប់ខ្ពើមសេចក្តីស្អប់ខ្ពើមថ្ងៃណាមួយដែលវាទប់លែងបានមនុស្សលែងខ្លាចងាប់យ៉ាងវិញដំបូងមនុស្សខ្លាចងាប់តែពេលមនុស្សខ្លាចងាប់មែនទេមនុស្សក្រាបដល់តែមនុស្សក្រាបឈឺចាក់ពេកទៅងាប់ចោលទៅអាចចូលដល់ដំណាក់កាលទៅជាស្អីទៅអានឹងពិបាកបើមានតែម្នាក់អត់អីទេបើមានតែមនុស្សថាទៅជាស្អីទៅតែ2លាននាក់ហ្នឹងហើយទៅហើយតិចសោភៈទៅតោអាហ្នឹងអញ្ចឹងនិយាយឲ្យត្រូវអ្នកដែលមិនព្រួយបារម្ភជឿជាក់ថាមិនបាត់បង់ខេត្តទាំង4ចូលលុយអភិវឌ្ឍអត់ហើយនៅឡើយតែអ្នកព្រួយបារម្ភខ្លាចបាត់ខេត្តទាំង4ត្រូវបានគេចាប់ដាក់គុកនិងបិទមាត់អត់ហើយអានេះมันវាត្រូវធ្វើអីនិយាយអត់ត្រឹមត្រូវធ្វើអីថាអូអ្នកដែលព្រួយបារម្ភអ្នកដែលចំទាស់មិនជឿលុយមានអ្នកព្រួយបារម្ភមានអ្នកចំទាស់ណាមកស្រុកខ្មែរអ្នកឯងនិយាយអញ្ចឹងមើលទៅស្រុកខ្មែរនឹងមានសេរីភាពមានលទ្ធិប្រជាធិបតេយ្យមានមនុស្សមានសិទ្ធិបញ្ចេញមតិនេះដូចហ៊ុនម៉ាណែតគាត់ថាមកឥឡូវទៅមើលព្រំដែនទាំងអ្នកស្របក៏ដោយអ្នកចំទាស់ក៏ដោយអ្នកចំទាស់ណាទៅមើលព្រំដែនកើតព្រោះអ្នកចំទាស់ហ្នឹងគាត់តែម្នាក់នឹងហ៊ុនសែនហ៊ុនម៉ាណែតឯងទៅចាក់ដាក់គុកបាត់ហើយហ្នឹងរកអ្នកចំទាស់ស្រុកខ្មែរវាអត់មានអ្នកចំទាស់ទេប៉ុន្តែបើសិននិយាយថានិយាយឲ្យប៉ិតណាអាអ្នកចំទាស់ក៏ដោយមិនចំទាស់ក៏ដោយទៅមើលព្រំដែនចប់ហើយណាចប់ហើយព្រំដែនរកកន្លែងឈរវាអត់បានទេព្រោះអាអ្នកចំទាស់វាមានច្រើនជាងអានឹងបានវាត្រូវហើយវា logic ប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតសូហ្វីយ៉ាសៃទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់